សួស្តីសិស្សទាំងអស់គ្នាពីទី7ដល់ទី10នេះជាមេរៀនរំលឹកត្រៀមប្រឡងឆុងមាសនៅថ្ងៃច័ន្ទអញ្ចឹងចាំទស្សនាវីដេអូទាំងអស់គ្នាអញ្ចឹងយើងរៀនតាក់ទងនឹងកម្មវិធី Slack យើងអញ្ចឹងគ្រូបើកមេរៀនតែម្ដងគឺមេរៀននេះគឺយើងគ្រូរំលឹកចាប់ពីចំណុចអឺនេះចំណុចទីតែម្ដងចំណុចការពង្រីកពង្រួមទំព័រអញ្ចឹងការពង្រីកទំព័រនេះអញ្ចឹងអ្នកទាំងគ្នាបត់សិនមកអញ្ចឹងអ្នកនៅកន្លែងនេះនៅកន្លែងក្រោមនេះអញ្ចឹងកន្លែងក្រោមនេះគឺកន្លែងពង្រួមរិទ្ធពណ៌យើងហើយអញ្ចឹងចុចមកវាពង្រួមអានេះបរិចចុចញ៉ាដកមកបរិចហើយអ្នកទាំងគ្នាចុចមើលខាងស្ដាំមកហើយយកពាក្យថា 100% គឺវាបានទំហំបែបហ្នឹងហើយតើយើងមើលចំណុចបន្តទៀតយើងនិយាយពីហ្នឹងហើយនេះនិយាយពីស្វែងយល់អំពីរូបតំណាងលើរបាទ្រង់ទ្រាយអញ្ចឹងអ្នកទាំងអស់គ្នាអ្នកកន្លែងនេះគឺកន្លែងយើងដាក់ឈ្មោះពុម្ពអក្សរកន្លែងនេះបដូរទំហំអក្សរនេះដាក់អក្សរដិតអក្សរត្រេតអានេះបន្តពីក្រោមអានេះត្រឹមឆ្វេងអានេះត្រឹមកម្ដាលនេះត្រឹមខាងស្ដាំអានេះត្រឹមសងខាងអានេះសម្រាប់ដាក់លេខរៀងបើកលេខរៀងអានេះបើកចំណុចអានេះសម្រាប់ដាក់ពណ៌ឲ្យអក្សរហើយចឹងមកអនុវត្តទាំងអស់គ្នានេះកម្មវិធី Slack យើងហើយកម្មវិធី Slack អញ្ចឹងនេះអាកន្លែងនេះយើង select សិនមកអ្នកទាំងអស់គ្នាចង់ដូរពុម្ពអក្សរអីគេដាក់កន្លែងហ្នឹងមកអ្នកចង់បានផ្នែកសៀងរាបចុចលើផ្នែកសៀងរាបមកចង់បានអីគេចង់បានខ្មែរ M1 ដាក់ខ្មែរ M1 គេដូរពុម្ពអក្សរតាមហ្នឹងហើយចាកន្លែងនេះសម្រាប់ដូរទំហំចង់បានទំហំប្រមាណអញ្ចឹងបើអក្សរឆ្លាក់អ្នកទាំងអស់គ្នាដាក់ចំណងជើងណាយើងដាក់14ឲ្យមកបើវាជាអត្ថបទទេអ្នកទាំងអស់គ្នាដាក់11មកចំណងជើងដាក់12ក៏បានដែរចាកន្លែងនេះអក្សរដិតកន្លែងនេះអក្សរត្រេតឃើញអត់អានេះគឺសម្រាប់ដាក់បន្តពីក្រោមហ្នឹងហើយនេះសម្រាប់ត្រឹមឆ្វេងនេះត្រឹមមកខាងចំកណ្ដាលអត្ថបទនេះមកខាងស្ដាំអានេះត្រឹមសងខាងហ្នឹងហើយចាកន្លែងនេះសម្រាប់ដាក់បិទបើកលេខរៀងយើងចុចមកមានលេខរៀងហើយចឹងអ្នកនរគ្នាសរសេរមកចូលសរសេរឲ្យចូលទៅគឺលេខរៀងមកតាមវាស្វ័យវត្តចឹងណាហ្នឹងហើយចឹងគេដូរលេខរៀងមកដាក់ជាចំណុចក៏បានដែរលេខនេះជាចំណុចលេខរៀងយើងអាចដូរម៉ូតវាបានអ្នកលេខរៀងអ្នកលេខនេះដូរបែប ABC ឬក៏អក្សរឡាតាំងក៏បានដែរថាយើងឬក៏អ្នកនរគ្នាចង់ដាក់ចំណុចចូលកន្លែងនេះមកបើកចំណុចមកអូខេចុចលើមកវាដូរទៅចំណុចហើយចំណុចយើងចុចលេខនេះមកចង់បានចំណុចបែបណាចង់បានជ្រុងបានមូលចង់បានរួញគឺស្រេចអ្នកនរគ្នាចុចលើវាពីរដងមកដូរបានដែរចឹងកន្លែងនេះដូរពណ៌អក្សរចឹងអ្នកនរគ្នាចង់បានពណ៌អក្សរពណ៌អីចុចលើវាមកវានឹងដូរយើងហើយយករើសពណ៌ឲ្យបានចង់ដាក់ពណ៌ណាវាចេញពណ៌ហ្នឹងហើយចឹងចំណុចនេះសង្ខេបប៉ុណ្្នឹងហើយយើងចូលដល់ចំណុចបន្តទៀតចឹងនេះត្រឹមកថាខណ្ឌឆ្វេងស្ដាំកណ្ដាលហ្នឹងយើងរៀនហើយអានេះហៅការផ្លាស់ទីតូតនិកអានេះយើងរៀនហើយនេះការបដូរពុម្ពអក្សរនេះពុម្ពអក្សរខ្មែរអេសពុម្ពអក្សរបែបនេះបាត់ដំបងពុម្ពអក្សរបែបនេះទៅមើលនៅហងបូកូនេះបែបនេះចាត់ចេញអានឹងអត់ចេះហើយនេះខ្មែរមួយឡាយបែបនេះចឹងនេះកន្លែងបដូរទំហំអក្សរឯងកន្លែងលេខយើងរើសតែនេះអក្សរដិតអក្សរត្រេតពួកយើងចេះអស់ហើយដាក់ចំណុចមិញប្រាប់មិញហើយដាក់លេខរៀងនេះក៏ប្រាប់ដែរចឹងរំលឹកត្រួសទេការរក្សាទុកចឹងការរក្សាទុកអ្នកអស់គ្នាធ្វើម៉េចនេះចូលកម្មវិធី Slack មកចូលឯកសារហើយយកពាក្យថារក្សាទុកជាឬក៏យើងប្រើ Ctrl Shift S ឬក៏ Ctrl អក្សរ S ក៏បានដែរបែបចេញសតខាអត់ចេះចឹងចូលដល់ចំណុចទៀតបន្ទាប់ពីសេវទុកហើយបោះពុម្ពគឺយើងចូល Slack យើងមកនេះចូលកន្លែងឯកសារហើយយកពាក្យថាបោះពុម្ពឬក៏ Ctrl អក្សរ P ចុចលើវាមកយើងអាចបោះពុម្ពបានដែរ
ខ្ញុំអត់បងប្អូននេះ cancel ចោលទៅហើយចំណុចបន្តទៀតការបិទគឺធ្វើម៉េចអញ្ចឹងយើងបើកកម្មវិធី Slack យើងមកបិទគឺយើងចូលកន្លែងនេះឯកសារមកហើយយកពាក្យថាបិទហ្នឹងហើយបាទនេះកន្លែងចំណុចចុងក្រោយគឺការបង្កើតឯកសារថ្មីអញ្ចឹងការបង្កើតឯកសារថ្មីអ្នកទាំងអស់គ្នាចូលកន្លែងឯកសារយកពាក្យថាថ្មីហើយយកពាក្យថាឯកសារអត្ថបទឬក៏ control អក្សរ N ហ្នឹងហើយថតទូរស័ព្ទដើម្បីសួរនេះដោយសារបញ្ញាប់អត់បានធ្វើកម្មវិធីថត Sigway អញ្ចឹងមួយទៀតយើងប៉ុណ្ណឹងសង្ឃឹមថាអ្នកទាំងអស់គ្នាបានមើលហើយប្រឡងបានចេះគ្រប់គ្នាបាទអរគុណជូនពរបានទុកច្រើន